ជំរាបសួរបងប្អូនថ្ងៃនេះដែរខ្ញុំកសិករចិញ្ចឹមឃ្មុំចង់មានយោបល់ជូនបងប្អូនខ្លះដែលមានការឈឺចាប់ពាក់ព័ន្ធអំពីការឈ្លានពានពីសំណាក់បរទេសបាទដែលជាប្រទេសជិតខាងរបស់យើងចង់ជម្រាបជូនបងប្អូនដែរថាយើងត្រូវតែឈឺចាប់កុំឲ្យអាការឈឺចាប់របស់យើងហ្នឹងគឺដូចឈឺជំអាច់បាទសំទោសដែលខ្ញុំប្រើពាក្យហ្នឹងប៉ុន្តែយើងត្រូវតែមានការឈឺចាប់បាទមានការឈឺចាប់ហើយយើងត្រូវតែដឹងថាវីរៈកងទ័ពរបស់យើងពួកគាត់បានលះបង់ជីវិតជាច្រើនបង្ហូរសាច់បាទបង្ហូរសាច់បង្ហូរឈាមរំលាយសាច់បាទដែលដើម្បីបព្វហេតុការពារជាតិរបស់ប្រទេសយើងអញ្ចឹងយើងអ្នកដែលនៅសមរភូមិក្រោយអ្នកដែលនៅខាងក្រោយយើងឈឺចាប់យើងត្រូវតែធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ស៊ីមបាទហើយកុំឲ្យការឈឺចាប់របស់យើងហ្នឹងប្រៀបដូចអ្វីដែលខ្ញុំនិយាយខាងដើមគឺឈឺចាប់ដូចឈឺជក់អាចអាហ្នឹងវាអត់ត្រឹមត្រូវទេបងប្អូនណាអញ្ចឹងយើងត្រូវតែដឹងថានៅពេលដែលយើងកំពុងតែទិញផលិតផលរបស់គេគឺស្មើនឹងយើងកំពុងតែឲ្យលុយគេដើម្បីគេទិញកាភ្លើងយកមកបាញ់ក្បាលវីរៈកងទ័ពរបស់យើងដែលគាត់ខំការពារទឹកខំការពារដីហ្នឹងបាទសម្រាប់ខ្ញុំជាកសិករចិញ្ចឹមឃ្មុំខ្ញុំក៏មានប្រើប្រាស់ផលិតផលរបស់ស៊ីមដែរកន្លងមកដូចជាសបោវិចខ្ចប់ទឹកឃ្មុំរបស់ខ្ញុំប៉ុន្តែឥឡូវនេះគឺខ្ញុំលែងទិញហើយបាទសម្បោវិចខ្ចប់ទឹកឃ្មុំរបស់ខ្ញុំគឺខ្ញុំលែងទិញពីស៊ីមហើយគឺខ្ញុំលែងទិញជារៀងរហូតបាទខ្ញុំលែងទិញជារៀងរហូតរាល់ពេលដែលយើងឃើញទាហានរបស់យើងស្លាប់គឺនៅក្នុងផ្លូវចិត្តរបស់យើងអត់សប្បាយសោះបាទអត់សប្បាយសោះអញ្ចឹងយើងចងចាំអានឹងទុកបាទយើងចងចាំទុកថាយើងនឹងឈប់បាទយើងនឹងឈប់ប្រើប្រាស់ផលិតផលរបស់ពួកប្រទេសនឹងទៀតហើយបាទអានឹងគឺជាសារដាស់តឿនរបស់ខ្ញុំទៅជូនបងប្អូនប៉ុន្តែជាការសម្រេចចិត្តបងប្អូនយ៉ាងម៉េចអានឹងជាសិទ្ធិរបស់បងប្អូនទេមិនមាននរណាបង្ខិតបង្ខំទេប៉ុន្តែជាឆន្ទៈបាទជាឆន្ទៈត្រូវតែមានការតាំងចិត្តឲ្យបានច្បាស់លាស់ថាយើងមិនអាចឈឺចាប់ដូចឈឺជក់អាចនោះទេបាទអ្វីដែលខ្ញុំចង់និយាយគឺប៉ុណ្ណឹងបាទសូមអរគុណ